ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះលោកគ្រូនឹងចែករំលែកតតិចឬក៏ធៀបនៅក្នុងការរៀនមុខវិជ្ជាគីមីឲ្យកាន់តែឆាប់យល់និងច្បាស់បាទអញ្ចឹងលោកគ្រូមានធៀបចំនួន3សម្រាប់គុណទាំងអស់គ្នាយកទៅរៀននិងអនុវត្តបន្ថែមដើម្បីយើងឆាប់រៀនមុខវិជ្ជានឹងឲ្យបានបន្ទុកខ្ពស់បាទអញ្ចឹងចំណុចធៀបទី1បាទលោកគ្រូមានធៀប3ចំណុចធៀបទី1គឺផ្សារចេះត្រចេះរៀនផ្សារភ្ជាប់ជាមួយនឹងទ្រឹស្ដីបាទជាជាងឬក៏មិនមែនដើម្បីតែចាំទេបាទណាអញ្ចឹងមានថាយើងរៀនចេះផ្សារភ្ជាប់នឹងទ្រឹស្ដីបាទមានមានន័យថាមិនមែនយើងរៀនដើម្បីតែចាំទេណាកន្លែងហ្នឹងគឺលក្ខណៈពិសេសមួយសម្រាប់យើងទាំងអស់គ្នាយកទៅរៀនអនុវត្តបាទអញ្ចឹងលោកគ្រូចង់ឧទាហរណ៍ម្ដងមួយយើងដឹងឧទាហរណ៍ថាយើងរៀនផ្នែកហ្នឹងគីមីយើងថាសូដ្យូមគាត់នឹងរៀនថាសូដ្យូមបូកទឹកបាទអញ្ចឹងគាត់នឹងតែសរសេរសមីការថាសូដ្យូមបូកទឹកបាទអញ្ចឹងចេញបានសូដ្យូមអ៊ីដ្រុកស៊ីតបំភាយនៅឧស្ម័នអ៊ីដ្រូសែនណាអញ្ចឹងគាត់ថ្លឹងសមីការមកគាត់ដាក់នេះ2បាទថ្លឹងសមីការមកដាក់នេះ2នេះ2នេះ2អញ្ចឹងមកអញ្ចឹងមានថាកូនចាំថាគាត់នឹងរៀនតគ្នាមកគឺគាត់នឹងចាំថាយើងទៅសេសូដ្យូមបូកទឹកគឺបានសូសងបាសបំភាយឧស្ម័នអ៊ីដ្រូសែនភាយបាទណាបានសូសងបាសនិងបំភាយឧស្ម័នអ៊ីដ្រូសែនភាយអញ្ចឹងប៉ុន្តែបើសិនតែយើងរៀនឲ្យលក្ខណៈឲ្យផ្សារជាប់ជាមួយនឹងទ្រឹស្ដីវិញមូលហេតុអីបានជាបានអាហ្នឹងគឺដោយសារតែបាទគឺដោយសារតែអីគឺដោយសារតែសូដ្យូមនេះវាបានបោះបង់អេឡិចត្រូនបាទសូដ្យូមបោះបង់អេឡិចត្រូនអញ្ចឹងសូដ្យូមបោះបង់អេឡិចត្រូនមានន័យថាវាជាអីវាជារ៉េដកបាទវាជារ៉េដកមួយខ្លាំងក្នុងការបោះបង់អេឡិចត្រូនឲ្យគេហ្នឹងគឺយើងត្រូវចេះផ្សារភ្ជាប់ជាមួយនឹងទ្រឹស្ដីបែបហ្នឹងដើម្បីយើងឈានទៅដល់ការយល់ទ្រឹស្ដីហើយយើងមិនអាចនឹងភ្លេចលឿនទេណាការភ្លេចរបស់យើងគឺកាត់បន្ថយបានច្រើនអញ្ចឹងបើយើងយល់ហើយហ្នឹងបងប្អូនណាបាទចំណុចទី2លោកគ្រូចង់ឲ្យកូនទាំងអស់គ្នាយល់អំពីទី2រៀនបែបការមើលឃើញនិងបាទវិភាគរៀនបែបការមើលឃើញនិងវិភាគយ៉ាងម៉េចឥឡូវនេះលោកគ្រូចង់ឲ្យកូនទាំងអស់គ្នាយល់ថាយើងទៅធ្វើម៉េចដើម្បីរៀនបែបការមើលឃើញហើយយើងទៅធ្វើម៉េចដើម្បីរៀនចេះវិភាគទៅលើវាណាបាទអញ្ចឹងលោកគ្រូមានចំណុចទី2នៅទី2ចា៎មានថាពេលដែលយើងរៀនបែបការមើលឃើញមិនយើងអាចកាត់กระดาษទៅបាទកាត់ក្រដាសទៅបាទធ្វើជាអីបាទកាត់กระดาษធ្វើជា flow បាទ flow chart ទៅបាទ flow chart ហ្នឹងបាទកាត់กระดาษធ្វើជា flow chart យើងអាចដាក់ចំណាំទៅថាសូដ្យូមគេសេបែបនេះបាទកាល់ស្យូមគេសេបែបនេះអានេះយើងកាត់ទៅយើងកាត់ទុកសម្រាប់មើលយើងត្រឬក៏យើងអាចទៅសេជាស្លាកទៅស្លាកថាម៉េចសូដ្យូមបូកទឹកយើងសេជាស្លាកឬក៏សញ្ញាណមួយអញ្ចឹងសូដ្យូមបូកទឹកចេញបានសូដ្យូមអ៊ីដ្រូស៊ីតបូកនឹងអ៊ីដ្រូសែនភានេះយើងសេជាសញ្ញាណអញ្ចឹងបើសិនតែយើងរៀនទៅសេជា flow chart មានន័យថាការរៀនរបស់យើងកាន់តែប្រសើរណាហើយយើង highlight ទៅលើពណ៌វា highlight ទៅលើចំណុចវាទៅបាទយើងអាចនឹងចាំបានច្រើនចំណុចទី2យើងរៀនបែបវិភាគយ៉ាងម៉េចយើងយកអាគីមីដែលយើងរៀនហ្នឹងណាបាទថាយើងរៀនពីសូដ្យូមចាស់យើងយកសូដ្យូមទៅប្រៀបធៀបជាមួយនឹងជីវភាពរស់នៅប្រចាំថ្ងៃតើគេប្រើសូដ្យូមដើម្បីធ្វើអីចាអញ្ចឹងវាថាម៉េចគេប្រើសូដ្យូមដើម្បីផលិតជាសាប៊ូបាទផលិតជាអីរបស់ផ្សេងប្រើប្រាស់ច្រើនណាបាទចុះលីជូមគេប្រើដើម្បីធ្វើអីយើងរៀនចំណាំវាទៅថាលីជូមគេប្រើលីជូមសម្រាប់ផលិតថ្មឬក៏គុយផ្សេងអញ្ចឹងដែរធាតុគីមីហ្នឹងដើម្បីប្រៀបធៀបជាមួយនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់យើងកាលណាយើងចេះយល់ថាអាហ្នឹងគេប្រើជាមួយនឹងជីវភាពប្រចាំថ្ងៃយ៉ាងម៉េចអញ្ចឹងមានធ្វើឲ្យយើងមានការចងចាំកាន់តែច្រើនហ្នឹងហើយគឺវាបានល្អប្រសើរហើយ
បាទចំណុចមួយទៀតគឺតកតងទៅនឹងទី3បាទនៅទី3នេះមានន័យថាលោកគ្រូចង់ឲ្យកូនទាំងអស់គ្នាយល់ថារៀនអនុវត្តតិចតិចប៉ុន្តែធ្វើវាជាប្រចាំយើងមិនមែនចាប់ផ្ដើមធ្វើឲ្យបានច្រើនឲ្យឆាប់យល់ទាំងអស់តម្ដងបានទេណាយើងធ្វើវាតិចតិចបាទប៉ុន្តែធ្វើជាប្រចាំអញ្ចឹងមានន័យថាធ្វើឲ្យយើងកាន់តែងាយយល់ច្រើនឧទាហរណ៍ថាយើងចង់រៀនអំពីកំហាប់មួយចាស់បាទណាយើងរៀនអំពីកំហាប់បាទកំហាប់ជាម៉ូលបាទរៀនពីកំហាប់ជាម៉ូលដែលយើងតាំងដោយ cm ធំអញ្ចឹងមានន័យថាមានម៉ូលអង្គធាតុរលាយមកថាម៉ូលរលាយធាតុណាមួយចាហើយយើងយកមកចែកជាមួយនឹង Vs បាទយើងយកមកចែកជាមួយនឹង Vs ចឹងបើសិនតែយើងធ្វើបែបនេះយើងឧទាហរណ៍កូនលំហាត់ណាមួយដែលយើងគិតថាសាមញ្ញសម្រាប់យើងរៀនមកថាយើងឧទាហរណ៍មួយយើងដាក់សូដ្យូមអ៊ីតុកស៊ីតបាទម៉ាស់បាទសូដ្យូមអ៊ីតុកស៊ីតមានម៉ាស់បាទ0.4 ក្រាមចារលាយក្នុងទឹកបាទមាន100 ml ចាអញ្ចឹងយើងរៀនសួរណៃណារ៉ូ cm ធំនៃ NaOH បាទណាអញ្ចឹងយើងរៀនទៀតគេថា NaOH Na23 ហាសមាន1អូមាន16យើងរៀនមកយើងរៀនធ្វើអញ្ចឹងយើងដាក់មកអញ្ចឹងយើងរៀនប្រើនេះគឺយើងចង់ដឹងថាដើម្បីរក cm ធំតើមានម៉ូលរលាយហើយចែក Vs អញ្ចឹងរៀនធ្វើលំហាត់នេះទូចណាយើងដាក់មកថារក cm ធំអញ្ចឹងដាក់មកតាមរូបមន្តណាយើងសេ cm ធំវាស្មើនឹងម៉ូលសូត្រ NaOH នៅលើ Vs អញ្ចឹងគាត់នេះរៀនប្រាប់គេមកដោយម៉ូល NaOH អត់ស្គាល់អូខេរៀនប្រាប់គេមក Vs នេះយើងអានប្រធានយើងបន្តិចនេះ Vs បាទ Vs វាគឺ100 ml អញ្ចឹងយើងបំបែកទៅកាន់លីត្រឲ្យហើយចេះបំបែកខ្នាតទៀតណាបាទណាអញ្ចឹងយើងទៅរកអីគេតទៀតយើងទៅរកម៉ូលរបស់ស៊ុតកាត់ស្មើអីស្មើនឹងម៉ាស់របស់វាចែកនឹងម៉ាស់ម៉ូលអញ្ចឹងគ្រូដាក់តំដងម៉ាស់វាហើយគេឲ្យយើងនេះ 0.4 ក្រាមបាទអញ្ចឹង 0.4 ក្រាមគាត់យើងមកចែកនឹងម៉ានម៉ាស់ម៉ូលនេះគឺគាត់នេះបូកចូលគ្នាសូដ្យូម23អូ16 51ជាងបូកចូលគ្នា40បាទអញ្ចឹងយើងបាន 0.01 ម៉ូលអូខេអញ្ចឹងមានន័យថាម៉េចយើងមានម៉ូលស៊ូតហើយនេះអូខេយើងមានម៉ូលស៊ូតហើយបាទយើងមានម៉ូលស៊ូតយើងយកមកចំនួនកន្លែងនេះយើងសេបាន cm ធំស្មើនឹង 0.01 ចែកនឹង 0.1 អញ្ចឹងយើងបាន 0.1 m ធំអញ្ចឹងមានន័យថាម៉េចយើងរៀនអនុវត្តវាណាយើងរៀនអនុវត្តវាធ្វើជាប្រចាំតិចតិចក្តីធ្វើជាប្រចាំមិនថាយើងចំណាយពេល5នាទីឬ15នាទីចុះរៀងរាល់ថ្ងៃអញ្ចឹងយើងធ្វើវាជាប្រចាំបាទនោះយើងនឹងរៀនគីមីកាន់តែប្រសើរហើយកូនអញ្ចឹងយើងត្រឡប់មកវិញបាទការរៀនមុខវិជ្ជាគីមីខ្ញុំឲ្យធៀប3នេះសម្រាប់យើងរៀនគីមីឆាប់ចាំបានទី1ផ្សារភ្ជាប់ជាមួយនឹងទ្រឹស្ដីមិនមែនដើម្បីតែចាំទេបាទរៀនបែបការមើលឃើញនិងវិភាគបាទណាមើលឃើញមិនប៉ះបានកាន់បានហ្នឹងយើងរៀនយើងធ្វើឆ្នៃបែបលក្ខណៈកាន់បានប៉ះបានមើលឃើញបាទមានសភៅមានអីធ្វើជា flow chart ធ្វើអីអញ្ចឹងទៅបាទហើយយើងរៀនវិភាគមិនយើងយកធាតុគីមីដែលយើងរៀនហ្នឹងយកទៅភាគទៅមើលជាមួយនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់យើងមកអាហ្នឹងហើយគឺធ្វើយើងកាន់តែយល់កាន់តែឆាប់ចាប់បានហើយអនុវត្តតិចតិចជាលំហាត់បាទប៉ុន្តែធ្វើវាជាប្រចាំនោះយើងនឹងកាន់តែប្រសើរនៅមុខវិជ្ជាដែលយើងរៀនហ្នឹងហើយបាទលោកគ្រូមានតែប៉ុណ្្នឹងទេសម្រាប់ការរៀនមុខវិជ្ជាគីមីបាទចឹងលោកគ្រូនឹងព្យាយាមបង្កើតវីដេអូឲ្យបានច្រើនសម្រាប់បងប្អូនទាំងអស់គ្នារៀនមុខវិជ្ជាគីមីឲ្យកាន់តែពូកែ
បាទអញ្ចឹងដើម្បីឲ្យឆាប់ចាប់បានណា